phonetic symbol ហើយ form មានន័យថាគឺជាទម្រង់មួយដែលបង្កើតបានទៅជាពាក្យផ្សំមួយដែលយើងអាចយកមកអាន Okay, good morning everyone. So this time I will show you about the phonetic symbol and forms. យើងសួស្តីអ្នកទាំងអស់គ្នាអញ្ចឹងថ្ងៃនេះគឺយើងនិយាយអំពី phonetic symbol and form ហើយនឹងទម្រង់អញ្ចឹងជាទូទៅសម្រាប់មេរៀននេះគឺបង្ហាញយើងអំពីសញ្ញាអានមានការអានហើយនឹងទម្រង់ផ្សេងប៉ុន្តែតកតងជាមួយនឹងចំណុចទី1គឺយើងចូលនិយាយអំពី vowels អូខេ vowel ហ្នឹងគឺសំដៅទៅលើស្រៈទាំង12គេហៅថាស្រៈទូលអញ្ចឹងនៅក្នុង basic ដំបូងរបស់ភាសាអង់គ្លេសគឺយើងត្រូវដឹងអំពីចំណុចទាំងអស់ហ្នឹងសិនទើបយើងអាចទៅដល់ដំណាក់កាលផ្សេងទៀតអញ្ចឹងដំណាក់កាលដំបូងគឺយើងត្រូវដឹងអំពីចំណុចទូចនេះសិនអញ្ចឹងតកតងជាមួយនឹងអូខេតកតងជាមួយនឹង phonetic symbol គឺសញ្ញានៃការអានបាទអូខេនេះហើយយើងទៅមើលអ្នកនរគ្នាតកតងជាមួយនឹងស្រៈ e អញ្ចឹងនៅក្នុងទម្រង់នេះគេហៅថា phonetic symbol បាទនេះគេហៅថា phonetic symbol ហើយនៅក្នុងនោះតើស្រៈ e ហ្នឹងបើសិនជាយើងនិយាយអំពីស្រៈផ្សំរបស់វាតើមានស្រៈអីខ្លះដែលផ្សំចូលគ្នាទៅបង្កើតបានជាស្រៈ e ទី1គឺមាន ea បាទទីមាន ea double e i e e sorry e i i e ហើយនឹង double e អញ្ចឹងផតមានថា e space ហើយ e ទៀតអញ្ចឹងកន្លែងហ្នឹងក៏ស្រៈ e ដែរអញ្ចឹងយើងមើលទៅឧទាហរណ៍ទាំងអស់គ្នាស្រៈ e គេដាក់ phonetic symbol របស់វាគឺ phonetic symbol របស់វាគឺស្រៈ e អញ្ចឹងនៅពេលដែលតម្រងរបស់វាដែលបង្កើតបានជាស្រៈ e គឺគេយក e a មកប្រើណា e a គឺស្រៈ e ឧទាហរណ៍ថា c you know c សមុទ្រអញ្ចឹងs យើងមើលកន្លែង s គឺស្មើអក្សរសដល់ពេល e a ស្មើនឹងស្រៈ e ដល់ពេលគេយកភ្ជាប់ជាមួយនឹងs អក្សរសហ្នឹងទៅជា c អញ្ចឹង c ប្រែមកថាសមុទ្រអូខេ c សមុទ្រណាយើងមើលឧទាហរណ៍ខាងនេះ the sea is beautiful អូខេ the sea is beautiful អញ្ចឹងសមុទ្រឬក៏ឆ្នេរសមុទ្រហ្នឹងគឺពិតជាស្រស់ស្អាតខ្លាំងណាស់អូខេsea beautiful យើងទៅមួយចំណុចទៀតតកតងជាមួយនឹងផ្ដើមឡើងដល់អក្សរ h ស្មើអក្សរអី h ស្មើនឹងអក្សរ h អញ្ចឹង ea ស្មើនឹងស្រៈ e h e he អញ្ចឹងហ៎ប៉ុន្តែ p ស្មើអក្សរអីគេពួកយើង p ស្មើនឹងអក្សរ p មិនចឹងណា h e he he sorry h e he he heap ប៉ុន្តែនៅក្នុងនេះគេដាក់ថាអក្សរបជាទូទៅនៅពេលដែលគេសូរសំឡេងរបស់វាគឺដូចតែគ្នាដែរ heap យើងអាចអានថា heap ប៉ុន្តែសូរសំឡេងរបស់វានៅខាងចុងគឺ p ចឹងណា heap អូខេ heap ត្រកៀកនេះណា heap អូខេ heap ត្រកៀកយើងបន្តទៀតតកតងជាមួយនឹង meat អញ្ចឹង m ស្មើអក្សរ mo e mi បន្ត meat ប៉ុន្តែតកតងជាមួយនឹងអក្សរ t នេះវាស្មើនឹងអក្សរតថអញ្ចឹងណាដល់ពេលសូរសំឡេងរបស់វាគឺស្មើនឹងអក្សរថ mo e mi បន្ត meat អូខេ meat ថ្នាក់វាជាណាមប្រែមកថាសាច់ណាបន្តមកទៀត beat okay beat you know beat b សប e b បន្ត beat សំឡេងខាងចុងរបស់វា beat ចង្វាក់អូខេ
តមកទៀត T នៅខាងមកគឺស្មើអក្សរ T E A ស្មើអក្សរ E to E T T អូខេ now ដូចគ្នាតែ example I want to drink tea ខ្ញុំចង់ញ៉ាំតែខ្ញុំចង់ផឹកតែយើងមើលទៀត mean ដូចគ្នាដែរ more e me me no mean អត្ថន័យ អូខេយើងមើលបន្តទៀតតើតើជាមួយនឹង CH ស្មើនឹងអក្សរឆអញ្ចឹង phonetic របស់វានេះកន្លែងនេះ phonetic របស់វាគឺ T ឆយល់ណា cheap ថោកអញ្ចឹងថ្នាក់វាជាគុណនាមអូខេ cheap ថោកតម្លៃថោកអញ្ចឹងណាមើលទៀត WE ម្ដងយើងមើល WE អញ្ចឹង S WE N sin អូខេ sin ចេញមកពីពាក្យថា C ស sin មើលឃើញបានឃើញគឺគេថានេះ verb 3គេដាក់ verb 3បានឃើញ sin example I have seen you with your friends ខ្ញុំបានឃើញអ្នកជាមួយនឹងមិត្តរបស់អ្នកអូខេ I have seen តកតងជាមួយនឹង present perfect I have seen you with your friend ខ្ញុំបានឃើញអ្នកជាមួយនឹងមិត្តរបស់អ្នកបន្តទៀត Geese អូខេ G ស្មើនឹងអក្សរ G ឬអក្សរ G E G អក្សរ Geese អញ្ចឹងសំឡេង E នៅខាងចំគឺអត់មានទេ Geese អូខេ Geese ប្រាប់មកថាកងាន This is geese នេះគឺជាកងាន F ហើយនឹង O មានថា F ស្មើអក្សរ for ឬអក្សរ for ពេលជាងរ for E free example have you free time for me please ឬក៏ do you have free time តើអ្នកមានពេលទំនេរទេ green you know green ឲ្យតែមានពីនៅខាងចុងគឺយើងអានភ្ជាប់អហ្នឹងគឺស្មើនឹងអក្សររអញ្ចឹងណាឬក៏ជើងរអញ្ចឹងទៅ green ពណ៌បៃតង I like green color ខ្ញុំចូលចិត្តពណ៌បៃតង 3 អញ្ចឹង TA នេះស្មើនឹង phonetic របស់វាគឺ T គឺ z អញ្ចឹងណា 3 អូខេ 3 លេខ 3 CH ដូចគ្នាទៀតហើយខាងលើ chick ពណ៌អូខេពណ៌ peel អូខេខាងក្រោម peel បកសម្បកអូខេបកសម្បកណាអញ្ចឹងនេះបងប្អូនត្រូវតែរៀនអានវាឲ្យស្ទាត់មាត់តាក់ទងជាមួយនឹងមួយចំណុចរបស់វាទៅឥឡូវយើងទៅមួយចំណុចទៀតអញ្ចឹងតាក់ទងជាមួយនឹង E space E អញ្ចឹងកន្លែងនេះនៅ E នៅខាងចុងនេះមានន័យថាអាកន្លែង space ហ្នឹងគឺយើងមានអក្សរមួយទៀតឃើញទេអញ្ចឹងគឺយើងមានអក្សរមួយទៀតកន្លែងហ្នឹងណាយើងអានអរគ្នា meme អូខេ meme ថាវាជា noun នេះ meme phonetic របស់វាស្រៈ e meme រូបភាពឬក៏វីដេអូសំណើចកំ pl អីចឹងទៅ example she likes the meme នាងចូលចិត្តរូបភាពកំ pl ឬក៏វីដេអូដែលធ្វើឲ្យមានសំណើចដែលធ្វើឲ្យសើចចឹងទៅ seem you know seem នេះដូចគ្នាទៀតដែរបងប្អូន seem អត្ថន័យមានថាអត្ថន័យដ៏ទូចមួយអញ្ចឹងណាន័យដែរប៉ុន្តែវាដូចពាក្យថាមាននេះអញ្ចឹងអត្ថន័យទូចមួយមិនសមរម្យចឹងទៅបន្តមកទៀត ik អូខេ ik ខាងចុងនេះខាងចុងអត់សូវអត់ចេញសំឡេងទេប៉ុន្តែ k យើងយកសំឡេង k ណាខកខ ik រស់នៅយ៉ាងត្រដាបត្រដួសរស់នៅទាំងត្រដាបត្រដួសហ្នឹងទៅ sit អូខេ sit ផ្ដល់អំណាចឬក៏ផ្ដល់សិទ្ធ
chẳng hạn nè nè seed chin yang ăn thà chin yang phonetic symbol bảo vệ cái gì này chin ok chin chi vệ với chia ok grip yang số sầm lên bảo vệ cứ ở số b nó grip bây giờ noun tia Nôm tiết sweet ok sweet chân chất suy add nhé sweet những chân chất suy add if về nghe rồi có ngày môn đó nè nên phải nhỉ if evening ok tới mỗi tiết mà năng ie tại được non sẽ e được kia đấy sẽ e ceiling ok ceiling bị đàn có bị đàn đấy này tạo cái này ceiling ok reseal nó tutul ha he reseal your ideas có bán tutul nơi cùng nết rồi bọn nè he seal your idea có bán tutul nè bọn nè một tiết conceal ok conceal phonetic bảo vệ này nè conceal rịp rớn rồi có rõ đất lại ok conceal tóm tiết deseal ok deseal bên châu nhung này như thế deseal bên châu tóm tiết deceitភាពបត់បត់មានថាមនុស្សដែលពោពេញទៅដោយល្បិច deceit chiller អូខេនោះទៀត sorry chillerអូខេ chiller ក្មេងស្រីវ័យចំតង់ណាអូខេ conceit ភាពមានមោទនភាពណាពោភាពមានមោទកភាពអូខេ eat ពិធីបុណ្យ eat របស់ជនជាតិអ៊ីស្លាមទេខ្ញុំក៏អត់ដឹងថាពិធីបុណ្យអីដែរបន្ទាប់ទៀត ie អានថា field ទីលានឬក៏វាលស្រែឧទាហរណ៍អូខេនេះឧទាហរណ៍គេថា the cow is at the field អញ្ចឹងគោនៅឯវាលស្រែអញ្ចឹងណា brief យើងបន្តទៀត brief សង្ខេបអូខេធ្វើឲ្យខ្លីអញ្ចឹងណា brief នេះ phonetic symbol របស់វាខាងលើ piece អូខេ piece ចំណិតតូចឬក៏ជាផ្នែកមួយណា piece of watermelon មានថាចំណិតអាឡឹកហ្នឹងទៅ grief do you know grief កាត់តុកឬក៏តុកព្រួយណា sieve ចោលអូខេនេះ sieve ចោល achieve អូខេ achieve ឬ achieve សម្រេចបានឬក៏ជាស្នាដៃយល់ថា achievement ណែ relief អូខេ relief ភាពស្រាក់ស្រាន belief ជំនឿការជឿអីជាដើមអូខេឥឡូវយើងបន្តទៀតស្រៈអ៊ីអូខេតើតជាមួយនឹងស្រៈអ៊ីឥឡូវយើងមើលចំណុចវាអ្នកគ្នាគេថាគេ note ស្រៈសម្គាល់ស្រៈអ៊ីត្រូវបានគេប្រើនៅចន្លោះកណ្ដាលតួអក្សរផ្សេងតែប៉ុណ្ណោះអញ្ចឹងមានន័យថាស្រៈអ៊ីនឹង
vì cái ra nơi trong lọc nào những từ mượn tổng học này dẫn cái lại ní cứ chia form of vi ấy dẫn ní cái chia form hai chúng lại ní cứ chia phonetic symbol lại cứ chia sinh nhà an bằng vì vậy ô thứ hai tha is called short vowel những ai như vậy ban tha tầm rong sạ clay nếu như mới tỏ cái này sit quỳ ok sit đây là are you sitting nè cầm phongของquỳ men men tê ok dick dict 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 chick chick đây chick ấy giống na fit 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 thằng về chụp con niệm nó của dân nhẹ adjective xóm rồi của trời kia him him cứ pronunciation pronunciation him pronoun á pronunciation him nó cứ pronoun đây pra nơi khẳng trong chip chip kapal ok chip kapal lick nhưng mà ở cái lick lật lật score lật ấy chẳng từ it pronoun đấy hill ok hill con phnom vì tụ chừng phnom mà mountain việc phnom thom là về hill cứ chữ tu chẳng hạn á được phnom tu chẳng từ king đại ok king đại rồi của prem hạc sát chick còn mòn chẳng cái lại như là thằng một về này cứ cho phonetic symbol bảo vệ hai nữa á hiện tại mới tiết nó sẽ nắng trời ban cái pra nơi kháng trong này bịa hai viên miên sầm niên đôi nhưng sẽ y đại chẳng việc đôi khi sầm niên đôi khi bàn tay việc pra nơi kháng trong muối hay năng pra nơi còn đá nè thằng cần đá muối hay năng pra nơi kháng trong mùi nhé pra kháng lớn cái gì pra nơi kháng trong là cả đá là pe pra kháng cámคือ pra nơi kháng trong it's called long vowel ở những anh thà sạ về hình chẳng á sạ đại miền cả sạ hay sạ sầm như thế long vowel short vowel sạ tôi hình sạ sầm là đấy money you know money lùi ok key giống money pramo thành lùi nhưng click alert cần lời này mới I want to speak with him phim trăng này dễ chỉ mùi nữa God I want to speak with him lấy những từ mùi tiết I have much moneyខ្ញុំមានលុយច្រើនណា I have much money ខ្ញុំមានលុយច្រើនចំទៀត key do you know key កូនសោចឹងណា key កូនសោអូខេអូខេឧទាហរណ៍ថា that is my key នោះគឺជាសោរបស់ខ្ញុំនោះគឺជាកូនសោរបស់ខ្ញុំហ្នឹងទៅ parsley អូខេនេះ parsley ជីវ៉ាន់ស៊ុយណាស្គាល់ជីវ៉ាន់ស៊ុយនេះតើអ្នកគ្នាអូខេ volleys you know volleys ជ្រោះបើយើង water wall អូខេ water wall ទឹកជ្រោះហ៎ volley ជ្រោះ honey you know honey ទឹកឃ្មុំឬក៏មនុស្សល្អអញ្ចឹងណាឬក៏ប្តីសម្លាញ់អញ្ចឹងទៅ honey alleys ផ្លូវដើរ alley ផ្លូវដើរអញ្ចឹងណា alley ណា donkey you know donkey នេះ phonetic symbol របស់វាអ្នកនរគ្នាមើលබලនេះ phonetic symbol donkey chimney ចំចាប់គឺ chimney chimney ដាក់អកជរីឡងហី hockey បាញ់វាកូនគោដល់ពេល chimney អូខេ you can say chimney ភាពស្រាក់ស្រានថាធូរស្បើយអីចឹងទៅអូខេអញ្ចឹងដោយសារអញ្ចឹងហើយអ្នកនរគ្នាតើតជាមួយនឹងមេរៀនរបស់យើងហើយយើងនឹងបន្តនៅខាងចុងនៅមេរៀនក្រោយទៀតណាអញ្ចឹងតើតជាមួយនឹងចំណុចទាំងអស់នេះអ្នកនរគ្នាត្រូវតែរៀនអានវាម្ដងហើយម្ដងទៀតឲ្យត្រូវជាមួយនឹង phonetic symbol ទាំងអស់គ្នាអញ្ចឹងជាទូទៅខ្ញុំចូលមកក្រោយវិញអញ្ចឹង phonetic symbol នេះ phonetic symbol របស់វានេះ
ok bia cứ trên này mất nhà mỗi này nó khai ta phonetic symbol á nè nhưng cô nè phonetic symbol hỏi form bên này tha cứ chia tầm rong muối đại bằng cát bàn từ chia bẹp xăm muối này dân ai dọn màu an bàn này dân dọn này dân ai dọn màu sở xe chia lệ cái nào tụi tới bà chẳng muối phonetic symbol hay một nấng ai nấng form ok chẳng hỏi nhật ọc nhé I think that everyone can get everything can get something that I give you in our lesson. Okay, goodbye. See you next time.